នៅពេលដែលប្រទេសថៃគេមើលងាយយើងគេអាងអាវុធយុទ្ធភ័ណ្ឌគេអាងសេដ្ឋកិច្ចរបស់គេខ្លាំងគេអាងតាហ៊ានគេច្រើនគេអាងប្រទេសគេធំគេអាងសហគមន៍អន្តរជាតិទទួលស្គាល់គេដោយសារទីផ្សារសេដ្ឋកិច្ចទីផ្សារចំនួនរបស់គេនឹងវាធំគេមើលស្រាលយើងគេវាយយើងណាក៏ប៉ុន្តែគេវាយអត់បែកទេក៏ប៉ុន្តែការដែលវាយអត់បែកនឹងក៏ដោយក៏ធ្វើឲ្យយើងបើកភ្នែកថាកម្ពុជាមិនអាចនៅខ្សោយរបៀបចឹងបានកម្ពុជាមិនអាចមានគ្រាន់តែអភិវឌ្ឍធម្មតាហើយមិនអភិវឌ្ឍមធ្យោបាយដើម្បីការពារខ្លួនបានយើងអត់ទៅវាយអ្នកណាបានទេក៏ប៉ុន្តែយើងចង់ការពារខ្លួនក៏ប៉ុន្តែការពារខ្លួននោះវាត្រូវការមធ្យោបាយវាត្រូវការធនធានមនុស្សណាវាត្រូវការអាវុធយុទ្ធភ័ណ្ឌទំនើបហើយទាំងអស់ហ្នឹងសិតតែជាលុយសិតតែជាធនធានដែលលុយហើយលុយនឹងបានមកពីណាលុយនឹងបានមកពីបងប្អូនបានទៅខ្ចីគេណាបានជាដឹកនាំដេញបញ្ចេញរបស់របរតាមរយៈពាណិជ្ជកម្មហ្នឹងទៅក្រៅដើម្បីឲ្យយើងមានលុយយកមកម្រងទិញអស់ហ្នឹងបងប្អូនឃើញថាដេញថវិការបស់យើង2026យើងឃើញឡើងប្រហែលណាបាទនៅក្នុងមួយចំនួនធំរហូតដល់យើងខ្ចីគេ$2000 លានហ្នឹងគឺប្រគ្រប់ហ្នឹងណាគឺមួយផ្នែកធំតម្លើងទៅកន្លែងការពារជាតិបាទអាហ្នឹងហើយធ្វើសង្គ្រាមនៅថៃហ្នឹងធ្វើឲ្យយើងបើកភ្នែកថាយើងលែងអាចនៅទុនខ្សោយបានហើយបើសិនជាយើងចង់ការពារខ្លួនការឲ្យយើងរឹងប៉ឹងបានតើយើងមានមធ្យោបាយបានតើតែយើងធ្វើកំណែតម្រង់ស៊ីជម្រៅបានវាបានលុយនឹងមកយើងកាត់អ្វីដែលជាអត់ប្រយោជន៍បាទមិនគ្រាន់អត់ប្រយោជន៍ទេខ្ជិះខ្ជាទៀតបាទហើយមន្ត្រីច្រើនមន្ត្រីប៉ោងក្រសួងច្រើនក្រសួងដែលអត់បានការបាទហើយយកតែលុយពន្ធបបជាប្រវត្តិអាហ្នឹងហើយដែលត្រូវកាត់ណាដូច្នេះសង្គ្រាម5ថ្ងៃធ្វើឲ្យយើងភ្លឺភ្នែកថាកំណែតម្រង់ហ្នឹងចាំបាច់មិនអាចប្រកែកបានទេខ្ញុំសូមលោកគ្រូមួយចំណុចទៀតមុននឹងបោះទៅលោកគ្រូពីហៀងខ្ញុំធ្លាប់លើភាសាមួយរបស់ពូដែលគាត់ធ្លាប់និយាយគាត់ថាស្ដេចលីវប៉ាងរឿងចិននៅពេលដែលគាត់ចាប់ផ្ដើមបានអំណាចគាត់សោយរីកថយគូកូនគាត់តាំងពីអាម៉ានគឺស្លាប់អស់លីគាត់សម្លាប់ចោលអស់លីនៅក្នុងរឿងចិនណាក៏ប៉ុន្តែគាត់បានទៅសារទៅលើសម្ដេចពុកគឺមានន័យថាអ្នកដែលបកគិស្មារប្រយុទ្ធនៅក្នុងសម័យសង្គ្រាមគឺគាត់បានសោយសុខបានទទួលនៅអ្វីដែលគាត់ស័ក្តិសមលះបង់ដើម្បីការពារសន្តិភាពនេះចឹងណាគាត់ប្រៀបធៀបចឹងក៏ប៉ុន្តែដោយសារលោកគ្រូបានលើកឡើងថាដើម្បីបានសន្តិភាពហ្នឹងគឺប្រកបទៅគឺគាត់ត្រូវរួបរวมសាមគ្គីឬក៏សមាហរណកម្មនយោបាយសិនក៏ប៉ុន្តែបញ្ហាគឺត្រង់ថាខ្សែនយោបាយកាន់តែប៉ោងទៅក្រសួងក៏ចាប់ផ្ដើមរីកកូនចៅទៅហើយលោកគ្រូបានលើកឡើងថាកំណែតម្រង់ស្ទើរតែ3ទសវត្សរ៍មិនដើរបើចង់ចាប់ផ្ដើមពេលបច្ចុប្បន្ននេះក៏ពិបាកនឹងដើរហើយគឺយឺតមែនទែនចឹងចង់ស្ដាប់លោកគ្រូតើមូលហេតុអីគេបានលោកគ្រូគិតថាវាយឺតឬក៏វាមិនដើរឬក៏វាកែមិនបានចឹងចង់ស្ដាប់លោកគ្រូកន្លែងនេះសិនចឹងបាទពលមន្ត្រីរាជការទាំងអស់ហ្នឹងដែលជាសមាជិកខ្សែទាំងអស់ហ្នឹងមិនមែនដុំថ្មទេណាបាទគាត់មានបេះដូងគាត់មានអារម្មណ៍គាត់មានសតិអារម្មណ៍គាត់មានផលប្រយោជន៍គាត់មានបងប្អូនរបស់គាត់មានលោភៈណាគាត់ចង់បានផ្ទះល្អលុយច្រើនកូនរៀនទៅក្រៅល្អមានឡានទំនើបអីជិះម្ល៉េះហើយគឺថាអាហ្នឹងជាសភាពអកតៈរបស់មនុស្សជាតិណាបាទក៏ប៉ុន្តែនៅត្រង់ថាតើឆន្ទៈនយោបាយដើម្បីកាត់ផ្តាច់អស់ហ្នឹងវាខ្លាំងដល់កម្រិតណាណាគឺនៅត្រង់ហ្នឹងទេបាទបងប្អូនចាំខ្ញុំលើកយកឧទាហរណ៍មួយបាទនៅពេលដែលប្រជុំកំពូលអាស៊ានមួយនោះបាទមន្ត្រីអាស៊ានទាំងអស់ហ្នឹងគឺថាគេសិតតែអួតពីនាឡិកាគេសិតតែអួតពីដេញស្អីថ្លៃប្រកាសសរសេរហ្នឹងសិតតែរាប់ពាន់ដុល្លារបិចអីណាបាទដល់ទៅភរិយាលោកនាយករដ្ឋមន្ត្រីសិង្ហបុរីគាត់កាន់កាបូបមួយយ៉ាងសាមញ្ញគេសួរគាត់ថាកាបូបហ្នឹងថ្លៃប៉ុន្មានគាត់ថា$30ហើយជាការដែលធ្វើឡើងដោយកូនសិស្សសិង្ហបុរីបាទហើយគាត់លើកតម្លៃអាហ្នឹងហើយគាត់ថាខ្ញុំមានមោទនភាពណាដែលខ្ញុំកាន់កាបូបមានតម្លៃប៉ុណ្ណឹងមែនប៉ុន្តែវាមានអត្ថន័យសម្រាប់ខ្ញុំណាបាទព្រោះយើងអត់ត្រូវការលុយហ្នឹងយកមកពាក់អីទេខ្ញុំដាក់ស្អីរបស់ហ្នឹងបានយើងទុកលុយហ្នឹងដើម្បីអភិវឌ្ឍជាតិដើម្បីការពារជាតិដើម្បីវិស័យសិក្សាធិការឲ្យកូនចៅយើងរៀនបានសូត្រល្អទៅវិញអានេះជាទស្សនវិស័យនៅពេលដែលយើងដឹកនាំវាដឹកនាំដើម្បីប្រជាពលរដ្ឋដឹកនាំដើម្បីប្រទេសឬមួយក៏ដើម្បីខ្លួនយើងឬមួយដើម្បីគ្រួសារមួយយើងឬមួយដើម្បីខ្សែរបស់យើងនេះជាជំរឿនដែលយើងត្រូវតែជ្រើសរើសបាទហើយខ្ញុំសង្ឃឹមថាឧបសគ្គពីអតីតកាលតាម៉ាហ្នឹងនឹងថមថយទៅហើយឆន្ទៈនយោបាយនៃអ្នកបន្តវេនវ័យក្មេងហ្នឹងនឹងផ្លាស់ប្ដូរស៊ីជម្រៅខ្លាំងមែនទែនដែលតិចទៀតយើងចូលដល់ចំណុចហ្នឹងអរគុណមែនទែនលោកគ្រូកាន់តែជក់ចិត្តអីក៏ប៉ុន្តែចង់ស្ដាប់ពីទស្សនៈ